Anthony ជាកាកនៅក្នុង Premier League ប៉ុន្តែជាកូដនៅក្នុង League La Liga ទៅវិញផ្ទុះការចាប់អារម្មណ៍ខ្លាំងមែនទែនជាមួយ The Will Anthony មួយរយៈនេះចាប់តាំងពីទៅលេងនៅ League Espagne មកអាចចាត់ទុកថាជា Ronaldo ទី82ក៏ថាបាននេះបើតាមពាក្យសរសើររបស់ fans ដោយ Anthony Mateus dos Santos នេះ Man U បានទិញមកពីក្លឹប Ajax កាលពីល្បាក់ឆ្នាំ 2022 មកនៅក្នុងក្លឹបបិសាចនេះគ្រូទី1គឺជាតាហៈដែលបានទិញមកផ្ដល់ឱកាសឲ្យរហូតទោះបីជាលេងល្អឬមិនល្អលេងកើតឬមិនកើតក៏នៅតែដាក់ឲ្យលេងរហូតមួយរយៈនោះគេហៅថាជាឪពុកកូនរបស់គ្នាទៅហើយមកដល់គ្រូទី2 Ruben Amorim នេះក៏មិនសូវឲ្យគ្នាលេងហើយក៏ចាក់ចេញពីក្លឹបបិសាចតែម្ដងដោយ agency របស់ Anthony បាននិយាយថា Ruben Amorim មិនផ្ដល់ឱកាសឲ្យ Anthony គ្រប់គ្រាន់ដើម្បីបញ្ជាក់ពីសមត្ថភាពរបស់ខ្លួនឯងអូខេសមត្ថភាពបញ្ជាក់2ឆ្នាំហើយគ្រាន់តែសមត្ថភាពនេះដល់ណានឹងបញ្ចេញនៅក្នុងក្លឹបបិសាច United នេះលេងបាន52ការប្រកួតសុទ្ធបានតែ4គ្រាប់គត់ហើយនឹង assist តែ2ប៉ុណ្ណោះងាយយល់គឺកាក់ខ្លាំងមែនទែនប៉ុន្តែពេលនេះ Tony ប្រែហើយគ្នាយើង Tony បានទៅបញ្ចេញមហិទ្ធិឫទ្ធិខាង League Espagne វិញណោះខ្លាំងខ្លាមែនទែនបច្ចុប្បន្នដែលខ្ញុំកំពុងតែសរសេរនេះគឺសុទ្ធមួយគ្រាប់បាត់ទៅហើយនិង assist ចំនួន1ជួយឲ្យ Real Betis សម្រុកយកឈ្នះ Victoria Guimaraes ដោយលទ្ធផល 4-0 ជាលទ្ធផលដែលនាំឲ្យ Real Betis ឆ្លងទៅវគ្គ 8 ក្រុមចុងក្រោយនៅក្នុងពានរង្វាន់ Europa Confederation League ស្ថិតិរបស់ពពែ Anthony នៅ Espagne នេះគឺចូលលេងបាន10ការប្រកួតសុទ្ធបាន4គ្រាប់និងធ្វើបាន4 assistថែមទាំងទទួលពានរង្វាន់ Man of the Match ចំនួន3ដងទៀតផងលះល្អមែនទែន Anthony 2008